ជំរាបសួរលោកគ្រូឥឡូវយើងចូលមកកាន់វីដេអូតាក់ទងជាមួយនឹងការបង្កើត container ទាំង5អញ្ចឹងដោយសារមុនហ្នឹងខ្ញុំ record ទៅដាច់សលេងវាអត់ឮសលេងទេអញ្ចឹងនេះខ្ញុំមកបញ្យល់តាក់ទងជាមួយនឹងការrun ទៅលើ container Docker engine មួយនេះដំបូងសិនអញ្ចឹងដោយសារដំបូងគឺខ្ញុំបានតឡើងទៅលើ version Docker 29ហើយអញ្ចឹងជាដំបូងខ្ញុំនឹង run ទៅលើការបង្កើតទៅលើ container engine x1 នេះដំបូងដោយខ្ញុំបានដាក់វានៅក្នុង port 8080នៅក្នុងម៉ាស៊ីនរបស់ខ្ញុំហើយខ្ញុំវាយទៅលើ HTTP របស់វាគឺ engine x latest នេះអញ្ចឹងបន្ទាប់ពីយើងបានវាយវារួចហើយវានឹង show មកបន្ទាត់នេះអញ្ចឹងបន្ទាប់មកគឺយើងវាយ command មួយទៀតដើម្បីចូលទៅមើលថាតើ status របស់យើងបានអាប់វាចូលហើយនៅអញ្ចឹងនៅពេលដែលយើងបានតឡើងវាហើយអញ្ចឹងវានឹង status ចូលនៅក្នុងនេះអញ្ចឹងបន្ទាប់មកដើម្បីចង់ដឹងថាតើនៅក្នុងនេះនឹង container គឺវាមានគេខ្លះអញ្ចឹងយើងវាយទៅលើ command មួយទៀតគឺ docker execute.it engine x1 bash ហ្នឹងហើយបន្ទាប់មកគឺយើង ls ចូលមើលអញ្ចឹងដោយសារ ls នេះយើងពិបាកមើលអញ្ចឹងខ្ញុំវាយ ls.l នេះមួយទៀតដើម្បីវា show ទៅកាន់ជាជួរអញ្ចឹងហើយយើងស្រួលមើលហើយនេះគឺជា setup របស់វាអញ្ចឹងបន្ទាប់ពីយើងនេះហើយគឺយើង exit វាដើម្បីឲ្យយើងទៅបង្កើតទៅនឹងcontainer ថ្មី4ទៀតអញ្ចឹងមុននឹងខ្ញុំទៅធ្វើបង្កើតថ្មីខ្ញុំនឹងតេស្តទៅលើ docker stop នេះសិនdocker stop នេះយើងចង់ដឹងថាតើនៅពេលដែលយើងចុច exit ទៅលើ engine x1 ហ្នឹងតើវានឹង exit អត់អញ្ចឹងជាក់ស្ដែងខ្ញុំបាន exit វាហើយអញ្ចឹងបន្ទាប់ពី exit ហើយយើងនឹងវាយ docker start ម្ដងទៀតដើម្បីចង់ដឹងថាតើវានឹង up ចូលក្នុង status នេះអត់អញ្ចឹងជាក់ស្ដែងវា lock ចូលហើយអញ្ចឹងខ្ញុំធ្វើការ stop វាម្ដងទៀតហើយបន្ទាប់មកខ្ញុំនឹងទៅ pull យក Ubuntu ដោយសារនេះគឺខ្ញុំវាយខុសអញ្ចឹងដោយសារខុសអញ្ចឹងវានឹង pull access deny អញ្ចឹងយើងនឹងមួយទៀតគឺយើងវាយ command មួយទៀតតាក់ទងជាមួយនឹង docker pull Ubuntu ពី 24.04 ដែលជា version វាយើង pull ពី library វាមកអញ្ចឹងនៅពេលដែលយើង pull មក complete វានឹងចេញ status មកថាយើងបាន download new image Ubuntu ហ្នឹង 24.04 ហ្នឹងឯងអញ្ចឹងបន្ទាប់មកគឺយើងនឹងធ្វើការ run ដូចគ្នាដូចទៅនឹងអានេះដែរដូចទៅក្នុង engine x ដែរប៉ុន្តែយើងនឹងធ្វើការ run command បែបនេះក្នុងការបង្កើតទៅលើ Ubuntu នៅក្នុង version 24.04 អញ្ចឹងយើងនឹងធ្វើការ docker ps.a នេះដើម្បីមើលថាតើវា load ចូលអត់អញ្ចឹងចាក់ស្ដែងដោយសារមុនហ្នឹងយើងធ្វើការ exit ទៅលើ engine x មួយហើយអញ្ចឹងជាបន្ទាប់គឺយើងនឹងធ្វើការតឡើង Ubuntu អញ្ចឹង Ubuntu គឺយើងបានតឡើងមុនហ្នឹងហើយខ្ញុំដាក់ Ubuntu មួយអញ្ចឹងនេះគឺយើងបាន up status វាហើយ10 second មុនអញ្ចឹងយើងនឹងធ្វើការ execute container Ubuntu មួយហ្នឹងហើយខ្ញុំ ls មើល ls.l នេះដើម្បីស្រួលមើលវាមានក្នុង status ហើយជាមួយនឹង folder ហ្នឹងហើយយើងមើលស្រួលដែរអញ្ចឹងបន្ទាប់មកគឺខ្ញុំនឹងធ្វើការ exit វាហើយខ្ញុំ docker stop Ubuntu ចោលហើយខ្ញុំនឹងធ្វើការ docker ps.a នេះដើម្បីមើលថាតើខ្ញុំបាន exit container ពីនឹងរួចហើយនៅតាក់ទងជាមួយនឹង Ubuntu name ដែលខ្ញុំបានបង្កើតគឺ Ubuntu 1ជាមួយនឹង engine 1អញ្ចឹងខ្ញុំនឹងបង្កើតទៅលើ container មួយទៀតហើយយើងវាយ comment ដូចតែគ្នាទេយើងដូរតែកតុយក្រោយទេអូខេអញ្ចឹងបន្ទាប់ពីយើងបាន pull HTTP latest របស់ Apache មកហើយអញ្ចឹងយើងនឹងធ្វើការ docker វាdocker run.d ហើយ .name Apache Apache 1ហើយ .p នៅក្នុង port 8081ចុចពី80ដោយសារ port 8080យើងដាក់ engine x ហើយចឹងយើងដាក់អានេះ httpd last test latest អូខេចឹងបន្ទាប់មកគឺយើង docker
ps.a ចឹងយើងបាន container មួយទៀតហើយcontainer Apache ដោយ Ubuntu ជាមួយ Nginx ហ្នឹងគឺយើងបាន stop វាមុននឹងហើយនេះយើង exit វាយើងចេញអញ្ចឹងអានេះគឺយើងបាន up វាបាញ់មិញហ្នឹងគឺការវាយ command មិញហ្នឹងអញ្ចឹងនេះគឺ port វាគឺ81អូខេអញ្ចឹងយើងចូលទៅកាន់ខាងក្នុងមកតង់ទៀតគឺយើងចូលទៅកាន់ docker execute etc ហើយ apache 1ហើយ bash ហើយ ls.l អូខេអញ្ចឹងយើងមាន status ហើយគឺមានប្រមាណ root ហ្នឹងមាន bin build ហើយ error អីហ្នឹងអញ្ចឹងខ្ញុំធ្វើការ exit ហើយខ្ញុំធ្វើការ stop Apache ហ្នឹង Apache 1អូខេអញ្ចឹងខ្ញុំធ្វើការបើកមើលម្ដងទៀតថាខ្ញុំបាននេះវាបិទវាហើយនៅអញ្ចឹងតើនេះគឺខ្ញុំបានបិទវាហើយគឺយើងបាន3ហើយអញ្ចឹងយើងនឹងធ្វើការបង្កើតទៅលើមួយទៀត container មួយទៀតអញ្ចឹងខ្ញុំនឹងធ្វើការបង្កើតទៅលើ container MySQL មួយទៀតអញ្ចឹងយើងវាយទៅលើ command docker pull MySQL ចុច0អូខេអញ្ចឹងបន្ទាប់ពីខ្ញុំបានdocker pull MySQL 8.0 version 3ហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការ run ទៅលើ command មួយទៀតដោយ docker run .d .name MySQL កន្លែង MySQL នេះMySQL route password អូខេអញ្ចឹងដោយសារ port 3306ខ្ញុំបានប្រើហើយអញ្ចឹងខ្ញុំដាក់3307ហើយខ្ញុំធ្វើការ run command ហ្នឹងអូខេអញ្ចឹងបន្ទាប់មកខ្ញុំចូលមកកាន់ docker ps.a ហើយយើងបាន create container មួយទៀតទៅលើ MySQL អូខេបន្ទាប់មកខ្ញុំ exit វាវិញអូខេអញ្ចឹងខ្ញុំនឹង log in ដោយសារមិញខ្ញុំ exit វាចោលហើយខ្ញុំ log in ចូលមកម្ដងទៀតហើយអញ្ចឹងយើងវាយទៅលើ command មួយទៀតគឺ docker execute.it MySQL មិញដូចជា MySQL 1ហើយយើងដាក់ MySQL .u route.pay អូខេអញ្ចឹងដោយសារមុនហ្នឹងយើងបានវាយទៅលើ command នេះខុសដោយសារមុនហ្នឹងការបង្កើតទៅលើ docker MySQL របស់ខ្ញុំគឺខ្ញុំដាក់តា MySQL ទេនៅខាងលើនេះមក exit ទៀតនេះអញ្ចឹងដោយសារការបង្កើតនេះគឺខ្ញុំដាក់តែ MySQL ទេខ្ញុំអត់ដាក់មួយទេអញ្ចឹងដោយសារឈ្មោះផ្សេងៗដាក់មួយអញ្ចឹងដល់ពេលចាំទៅអានេះខ្ញុំភ្លេចដាក់អញ្ចឹងការ run command ដំបូងគឺខុសវា error response ហើយអញ្ចឹងយើងក៏បានវាយទៅលើ command ដដែលយើងអត់ដាក់តលេខ1ទេអញ្ចឹងយើងវាយទៅលើ password ឥឡូវវាចូលហើយអញ្ចឹងខ្ញុំសូមធ្វើការឆែកទៅលើ data show database ដោយសារយើងអត់ទាន់មាន data យើងគ្រាន់តែបង្កើតទេ
show database 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 ok chẳng để sai giờ toàn mình data đấy chẳng dùng thứ cái exit nâng bậc cao container chẳng dùng stop container được xin docker stop MySQL hay docker ps.a ok chẳng dương thôi ca exit vì tránh hỏi ấy chẳng dương nơi mùi tiết chẳng dùng vậy command docker pull ready để chia container trong khối let test on dạ ô màu click bật ok chân copy dương ban down bị hỏi chứ chân rồi dương quay còn bạn mùi tiết cứ docker dot đi dot name hay ready muối dot ý hot bay trên 4 hoặc 3/4 ready tầm đã lại test đọc đi name docker dot docker run ok hay tụi nó cái dương docker ps.a chứ nhưng mà bậc cao container một thì đấy cứ ready hay dương bàn state hơi với cái âm vậy sẽ muốn chân bắt tóm cái dương quay còn bạn một tiết docker pc.it ready muối hay pass chẳng viên đừng load cho không folder data ấy chân nhưng mà đừng ls hay nhóm cho từ một file viết chẳng để sao tại nơi hàng không cứ việc miền đấy cho nhưng thưa ca ở cd trên một hàng khéo ấy hay nhóm ls.l chẳng ngờ nó không biết cái vi miền sẽ thao vi miền thêm chỉnh xây điện được không đằng này chẳng ngờ nhóm thưa ca exit vi chính hay dọn exit đồng địa tế cứ dương từ mở docker stop ready mùi hay nhóm hay docker ps.a một đồng tiết chẳng video bỏ dưới cứ miền tập quan năng tế cứ trả tông cho mùa nâng ca và ca container tập hẻm thì mỗi cứ anh trên x vì cứ dùng tu thì bay Apache thì buôn mà SQL hay là thì PM ở đây được cho người video bỏ những cứ miền tập quan năng tế ở con chờ là